มូលហេតុអីបានយើងត្រូវកំណត់គោលដៅលុយព្រោះយើងឲ្យដឹងថាតើមួយជីវិតហ្នឹងយើងត្រូវការលុយប្រមាណបងប្អូនប្រមាណរូបដែលធ្លាប់កំណត់គោលដៅលុយភាគច្រើនបងប្អូនកំណត់គោលដៅរៀនចប់កំណត់គោលដៅទិញឡានទិញផ្ទះប៉ុន្តែភាគច្រើនខ្ញុំគិតថាមនុស្សអត់សូវចាប់អារម្មណ៍លើការកំណត់គោលដៅលុយទេសូមចាប់ផ្ដើមបងប្អូនអំពីការកំណត់គោលដៅលុយតើនៅក្នុង7ឆ្នាំទៅមុខទៀតយើងចង់បានលុយប្រមាណយើងនឹងខ្វះខាតលុយរហូតនៅពេលដែលយើងអត់វិន័យទីមួយដាក់គោលដៅសិនថាយើងចង់បានប៉ុន្មានមួយឆ្នាំហ្នឹងខ្ញុំត្រូវបន្សំឲ្យបាន$5000ពេលបាន$5000ហើយខ្ញុំដាក់គោលដៅមួយកម្រិតទៀតឲ្យបាន10000អញ្ចឹងធ្វើម៉េចដើម្បីឲ្យ10000តោះតែយើងមានផែនការរកបើសិនជាចំណូលយើងតិចយើងអត់មានអីសំទេអញ្ចឹងតើបង្កើនប្រាក់ចំណូលតាមរយៈការរកប្រឹងរកបន្ថែមទៀតតើ$5000នេះមួយខែយើងត្រូវសំប្រមាណបើយើងសំមួយខែ500 10ខែយើងបាន5000ហើយវាសាមញ្ញទេវាជាវិញ្ញាសាសាមញ្ញទេប៉ុន្តែមនុស្សធ្វើអត់បានដូចតែហាត់ប្រាណហ្នឹងវាសាមញ្ញតែមនុស្សអត់ទៅហេតុអីព្រោះយើងអត់ជឿវាយើងអត់ច្បាស់មួយវាយើងអត់ស្មោះត្រង់មួយវាហើយយើងឈឺរហូតឈឺសុខភាពផ្លូវកាយហើយនឹងឈឺសុខភាពហិរញ្ញវត្ថុរបស់យើងអញ្ចឹង5000បើសិនជាបងប្អូនអត់ចាប់អារម្មណ៍ទេជួនកាលមួយឆ្នាំនោះអត់សល់5000ទេយើងថាបើយើងសំលុយតាំងពីក្មេងដល់ឥឡូវយើងមិនក្រទេឥឡូវសួរថាយើងដឹងខ្លួនហើយយើងញាក់លើកហើយពេលណាយើងធ្វើចាប់ផ្ដើមពីឥឡូវទៅល្អបំផុតបាន5000ហើយយើងទៅមួយថ្នាក់ទៀតអត់យើងឡើងថ្នាក់អត់នេះដល់10000ទៅហើយពេលណាលុយយើងកើនឡើងបងប្អូនត្រូវតែសមត្ថភាពរបស់យើងធំជាងលុយរហូតអញ្ចឹងមិនសមលុយបង្កើនសមត្ថភាពមិនសមលុយបង្កើនសមត្ថភាពកុំឲ្យសមត្ថភាពនៅដដែល